មុខម្ហូបមួយមុខនេះបើសិនជាបងប្អូនធ្វើដឹងតែឆ្ងាញ់ជាប់មាត់មកហើយមួយមុខនេះមានឈ្មោះថាមាន់ឡប់ឡាយចង់ដឹងថាវាឡប់ឡាយមិនទៅតាមដានទាំងអស់គ្នាសម្រាប់សាច់មាន់គឺយើងទិញយកសាច់ទ្រូងសុទ្ធបងប្អូនហើយយើងយកមកកាត់កង់ដុំតូចអញ្ចឹងមកបន្តមកទៀតចាំយើងយកសាច់មាន់ដែលយើងកាត់ដុំតូចហ្នឹងយកមកប្រឡាក់ម្សៅបងប្អូនយើងប្រឡាក់ម្សៅជាមួយនឹងល្ងសបងប្អូនដល់ពេលដែលយើងហូបទៅគឺវាឈ្ងុយបន្តមកចាំយើងយកមកអំពងបាទអំពងវាមកល្មមមកស្រួយបងប្អូនហើយមួយមុខនេះគឺចំណាយលុយតិចមែនតើបងប្អូនបាទបងប្អូនអាចធ្វើញ៉ាំនៅតាមផ្ទះបានញ៉ាំជាមួយនឹងបាយញ៉ាំជាមួយនឹងអាកញ្ចក់អីក៏បានដែរបងប្អូននិយាយទៅដាក់ទៅដល់ឆ្ងាញ់ជាប់មាត់ហ្មងដោយសារតែវាមានស្រួយអញ្ចឹងបងប្អូនហើយញ៉ាំប៉ះល្ងទៅគឺថាឈ្ងុយហ្មងឈ្ងុយឡើងពេញមាត់ហ្មងបងប្អូននេះបងប្អូនបាទយើងពងឲ្យវាឡើងក្រហមប៉ុណ្ណឹងបងប្អូននេះបាទខ្ញុំកំពុងស្រង់ចេញហីក្រហមប៉ុណ្ណឹងយើងស្រង់ចេញបន្ទាប់ពីយើងស្រង់ចេញហើយយើងយកទុកឲ្យវាច្រោះខ្លាញ់បាទច្រោះខ្លាញ់ហើយចាំយើងមកវាយគ្រឿងបងប្អូនបាទវាយគ្រឿងនេះគឺយើងឆាត្រឡប់វាជាឡប់ឡាយអញ្ចឹងបានជាខ្ញុំដាក់ឈ្មោះមុខម្ហូបមួយមុខនេះថាមាន់ឡប់ឡាយអញ្ចឹងទៅដោយសារតែវាឡប់ឡាយមែនបងប្អូនយើងយកមកឆាវាពីប៊ីតង់អញ្ចឹងណាសម្រាប់គ្រឿងវិញគឺយើងប្រើទឹកត្រីបាទហើយនឹងទឹកម្ទេសប្រេងខ្យងស្ករបាទម្សៅរ៉ូឌីបាទជាមួយនឹងប៊ីចេងបាទដាក់មកសមល្មមបងប្អូនធ្វើយ៉ាងម៉េចឲ្យវាមានរសជាតិប្រៃផ្អែមហឹរណាបងប្អូនហើយកុំភ្លេចបងប្អូនបាទដើម្បីយកពណ៌វាស្អាតយើងប្រើម្ទេសច្រាំបាទដាក់ឆាជាមួយទៅចេញពណ៌ក្រហមស្អាតណាបងប្អូនអើយនិយាយទៅបងប្អូនមុខម្ហូបនីមួយមិនមែនសំដៅយកតែត្រឹមរសជាតិទេណាបងប្អូនសំខាន់គឺការតុបតែងរូបភាពខាងក្រៅរបស់មុខម្ហូបនីមួយបើសិនជាយើងអត់ចេះតុបតែងអត់ចេះរៀបចំទេទូម្ហូបឆ្ងាញ់យ៉ាងណាក៏ដោយក៏មើលទៅអត់តំណងឆ្ងាញ់សោះបងប្អូនអញ្ចឹងបានមុខម្ហូបនៅកន្លែងខ្ញុំមួយគឺថាការដេគ័រគឺឲ្យញាក់សាច់តែម្ដងបងប្អូនបាទហើយសំខាន់គឺរសជាតិក៏អេមដែរអញ្ចឹងបងប្អូនចង់ញ៉ាំម្ហូបឆ្ងាញ់អីអាចមកសាកបាននៅរសជាតិបាទនៅហាង Lihu Oyster សាខាតាខ្មៅបងប្អូននិយាយចុះនិយាយឡើងប្រម៉ូទហាងខ្លួនឯងមួយចុះបាទហើយសំខាន់គឺថាឆារួចរាល់ហើយបងប្អូននេះយើងឆាជាមួយគ្រឿងវាដែលយើងវាយមិញហ្នឹងបងប្អូនហើយដាក់ចូលមាត់ទៅស្រួយឆ្ងាញ់ណាស់បងប្អូនអើយរសជាតិប្រៃផ្អែមហឹរនៅក្នុងនឹងស្រាប់ហើយសំខាន់ហូបប៉ះល្ងទៅឈ្ងុយពេញមាត់តែម្ដងអញ្ចឹងបើសិនជាបងប្អូនទំនេរអីអាចធ្វើញ៉ាំបានបងប្អូនជុំគ្នាជុំគ្រួសារអញ្ចឹងទៅញ៉ាំជាមួយនឹងបាយក៏បានក្លែមជំនួសអាជាក៏បានដែរអត់ខុសទេសំខាន់ចំណាយលុយតិចហើយបានម្ហូបឆ្ងាញ់ទេបងប្អូននេះបាទមកដុំទូចល្មមទេប៉ុន្តែដាក់ចូលមាត់ទៅស្រួយខ្ញោកតែម្ដងបងប្អូនសំខាន់ឈ្ងុយខ្ទឹមពងហើយឈ្ងុយស្លឹកក្រូចទៀតនិយាយទៅឆ្ងាញ់បដ ாய் បងប្អូនបាទបងប្អូនចង់សាកអាចមកសាកបានបាទនៅកន្លែងខ្ញុំមានលក់ដែរបងប្អូនទាំងអស់គ្នាអានេះខ្ញុំធ្វើតេស្តដើម្បីភ្លក់ខ្លួនឯងទេបងប្អូនបាទចង់ដឹងថាតើរសជាតិវាបែបណារូបមន្តថ្មីបាទអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងញ៉ាំបានឃើញទេបងប្អូនពេលដែលយើងធ្វើហើយអញ្ចឹងរូបភាពខាងក្រៅវាការដេគ័រការរៀបដាក់ចានអីមានសាឡាត់មានពណ៌ខៀវពណ៌ក្រហមពណ៌លឿងអីគឺថាមើលទៅតំណងមែនតើអញ្ចឹងបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាបាទអរគុណច្រើន